សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបុកល្ហុងថ្ងៃនេះអូនិយាយថាដូចតាមប្រទេសយើង50គ្រាប់បុកល្ហុងនេះណាយើងអត់ប្រើក្រូចឆ្មាទេបងប្អូនយើងប្រើអំពិលខ្ចីនេះហើយប្រហុកក៏យើងប្រើប្រហុកខ្មែរដែរនេះប្រហុកនេះដែរប្រហុកសាច់បងប្អូនតិចច្រឡំតែប្រហុកឆ្អឹងហើយខ្ញុំបានដាក់ស្ករដាក់ប៊ីចេងបន្តិចហើយឥឡូវនេះយើងដាក់សណ្តែកដីហើយថែមទឹកត្រីបន្តិចមកឥឡូវនេះដល់ដាក់ត្រប់នៅនឹងបាញ់ប៉ោះយើងច្បល់វាចុះឡើងចុះឡើងក៏វាចូលជាតិដែរហើយមើលទៅហើយខ្ញុំបានដាក់តកូនមកពីលើទៀតដើម្បីឲ្យមានបន្លែកាន់តែច្រើនមិនដែរទាំងអស់គ្នាអូយតំណងមែនតើតកូនយើងក៏បានច្បល់រួចរាល់ដែរហើយលើនេះឈានដល់ដាក់ល្ហុងបងប្អូនហើយកុំភ្លេចណាល្ហុងវាជាតួឯកសំខាន់នៅក្នុងបុកល្ហុងនេះយើងមិនអាចខ្វះល្ហុងបានទេអូយតើបានហើយទេបងប្អូននេះនៅដាក់បន្លែថែមដើម្បីឲ្យវាមានបន្លែកាន់តែច្រើនមិនដែរតំណងឯងបងប្អូននេះបានរួចរាល់ហើយគឺយើងចាក់ដាក់ចាន់ដែកមកណាយឡើងមកចាន់ដែកធំតែម្ដង